ពូកាត់អីហ្នឹងក្មួយស្រីត្បូងថ្មនេះបានមកពីណាអូពូនិយាយពីអានឹងមែនទេនេះម៉ាក់ជាអ្នកឲ្យខ្ញុំពាក់វាតាំងពីតូចមកម្លេះម៉ាក់ក្មួយជាអ្នកឲ្យមែនទេក្មួយស្រីឆ្នាំនេះក្មួយអាយុប៉ុន្មានហើយឈ្មោះអ្វីចុះម៉ាក់ក្មួយឈ្មោះអីពូសួររឿងអស់នឹងធ្វើអីខ្ញុំមិនដែលស្គាល់ខ្ញុំត្រូវប្រាប់ពូសុំទោសណាក្មួយស្រីគឺអំបាញ់មិញពូរំភើបពេកមើលទៅក្មួយនៅក្មេងណាស់ប្រហែលជាទៅតែពេញវ័យទេដឹងក៏មកដើររើដប់ក្នុងសួនម្នាក់ឯងអញ្ចឹងមួយទៅណាហើយម៉ាក់របស់ខ្ញុំគាត់ធ្វើការនៅការដ្ឋានសំណង់ខាងមុខហត់នឿយខ្លាំងណាស់ធ្វើការពីព្រលឹមទល់យប់ថែមទាំងត្រូវចិញ្ចឹមខ្ញុំរៀនទៀតខ្ញុំគ្រាន់តែចង់លួចមកដើររើសដប់ធ្វើការបន្ថែមជួយគ្រួសារដើម្បីសម្រាលបន្ទុកគាត់ខ្លះចុះឪពុកឯងវិញតាំងពីកើតមកខ្ញុំមិនដែលឃើញមុខឪពុកទេបើពូគ្មានការអីទេខ្ញុំសុំទៅមុនហើយជម្រាបលាពូលោកប្រធានក៏មិនអីទេមែនទេ Ryan ថៅកែពួកយើងមិនទាន់បាននិយាយអីផងម៉ាក់ឲ្យកូនជួយកូនមកការដ្ឋានធ្វើអីប្រញាប់ទៅផ្ទះវិញទៅពីនេះទាំងងខ្វក់ទាំងហត់ស្ដាប់បង្គាប់ទៅម៉ាក់ហត់យូរហើយពូហេតុអីបានជាពូតាមមកអីចឹងបាទខានជួបគ្នាយូរហើយម៉ាក់ស្គាល់លោកពូម្នាក់នេះមែនទេអូគាត់គឺជាមិត្តរួមថ្នាក់ចាស់របស់ម៉ាក់ពួកយើងខានជួបគ្នាយូរហើយមិននឹកស្មានសោះថាពេលពួកយើងជួបគ្នាម្ដងទៀតកូនស្រីឯងធំដល់ថ្នាក់នេះហើយបាទមែនហើយពេលវេលាដើរលឿនណាស់នាងអាយុ15មួយឆ្នាំហើយម៉ាក់ចាំខុសហើយឆ្នាំនេះកូនអាយុ15ប៉ុន្មានថ្ងៃទៀតគឺ18ពេញហើយម៉ាក់ចាំខុសហើយឆ្នាំនេះកូនអាយុ15ប៉ុន្មានថ្ងៃទៀតគឺ18ហើយអូមែនហើយម៉ាក់ឯងប៉ុន្មានឆ្នាំនេះធ្វើការនៅការដ្ឋានជាប់រហូតរវល់ខ្លាំងពេករហូតសំបីអាយុក៏ចាំខុសដែរមើលការចងចាំខ្ញុំចាំខុសហើយប៉ុន្មានឆ្នាំនេះអ្នកពិតជាពិបាកមែនសំបីអាយុកូនក៏ចាំខុសដែរយកចិត្តទុកដាក់លើកូនឲ្យបានច្រើនម្នាក់នេះគឺអូមែនហើយនេះជាមិត្តស្រីរបស់ខ្ញុំពួកយើងនឹងរៀបការនៅខែក្រោយបើទំនេរអាចមកចូលរួមការរៀបការពួកយើងបានរៀបការមែនទេអបអរសាទរផងបើមានពេលខ្ញុំនឹងទៅកាលនោះខ្ញុំគ្មានលុយបណ្ណាការ 80000 ទេឪពុកអ្នកក៏ឲ្យពួកយើងបែកគ្នាខ្ញុំស្មានថាអ្នករស់នៅបានសុខស្រួលតែចុងក្រោយអ្នកបែរជានៅទីនេះធ្វើការងារដែលលំបាកនិងហត់បំផុតប្តីអ្នកធ្វើដាក់អ្នកបែបនេះមែនទេឪពុករបស់ក្មេងពិតជាមិនសូវល្អមែនតែអ្នកមិនបាច់មកនិយាយឌឺដងនៅទីនេះទេតើអ្នកនៅមានការអីទៀតទេការអីទេប្រញាប់ចេញទៅរំខានការងារខ្ញុំនៅទីនេះលោកប្រធានក៏តើលោកមិនអីទេអំបាញ់មិញលេខាយ៉ាងអរគុណអ្នកខ្លាំងណាស់សម្រាប់រឿងមិញនេះអាយុ17ឆ្នាំត្រូវគ្នាហើយបន្តោងត្បូងក៏ត្រូវគ្នាដែរចុះឈ្មោះនោះឬមួយនាងគឺជាកូនស្រីរបស់ខ្ញុំពួកអាក្រក់មនុស្សចិត្តអាក្រក់បំផុតក្មេងស្រីតូចតើឯងឈ្មោះអ្វីឲ្យប្រាកដលែងខ្ញុំទៅអ្នកឯងជាមនុស្សអាក្រក់
តាំងពីអ្នកចេញទៅម៉ាក់ខ្ញុំយំរហូតអ្នកឯងជាមនុស្សអាក្រក់ឆ្នាំនេះអាយុ17ឆ្នាំពី3ថ្ងៃទៀតនឹងគ្រប់18ឆ្នាំហើយមិនក៏លោកដឹងខ្ញុំគឺគូចៅនាងឆ្នាំនេះខ្ញុំអាយុ17ឆ្នាំបន្តោងត្បូងមួយគូនេះគឺលោកយាយទុកឲ្យពួកយើងឈ្មោះគូចៅនាងគឺពុកជាអ្នកដាក់ឲ្យផ្ទាល់តើលោកពិតជាពុករបស់កូនមែនទេពុកគឺជាពុករបស់កូនទីបំផុតខ្ញុំមានប៉ាហើយសុំទោសដែលពុកមកយឺតសម័យនេះតោះទៅនាំពុកទៅរកម៉ាក់ពុកនឹងសងជំងឺចិត្តដល់កូននិងម៉ាក់វិញឲ្យពួកយើងមានគ្រួសារពេញលេញមួយតោះពួកយើងទៅហើយដល់វ័យលោកមកទៀតហើយតើខ្ញុំមិនបានដេញលោកចេញទេអីទៀតដែលសៀវខ្ញុំមកគឺចង់សួរអ្នករឿងដែលក្មេងម្នាក់នេះជាកូនស្រីហើយដល់វ័យមិនប្រាប់ខ្ញុំមិនមែនទេអ្នកប្រញាប់ទៅចុះបន្តោងត្បូងនេះអ្នកពន្យល់យ៉ាងម៉េចចុះរឿងគាត់ផ្ទះដៃនោះអ្នកពន្យល់យ៉ាងម៉េចវាមិនពាក់ព័ន្ធនឹងអ្នកទេមិនក៏ថាមិនពាក់ព័ន្ធនាងគឺជាកូនស្រីបង្កើតរបស់ខ្ញុំជាដំណក់ឈាមស្នេហារបស់យើងកាលនោះមានផ្ទៃពោះហេតុអ្វីមិនប្រាប់ដឹងទេថាខ្ញុំតាមរកអ្នកពិបាកប៉ុណ្ណាចង់ឲ្យខ្ញុំក្លាយជាមនុស្សគ្មានបេះដូងជាឪពុកដែលរមើលគុណមែនទេលោកប្រធានគូសុំទោសដែលរំខាននេះជារបស់ដែលលោកត្រូវការតើមានរឿងអីហ្នឹងនាងមិនមែនជាគូដណ្ដឹងលោកទេអីមិនក៏អញ្ចឹងដាសៀតតែខ្ញុំថាចង់រៀបការតាមពិតគឺកុហកទេតាំងពីពួកយើងបែកគ្នាបងមិនដែលភ្លេចអូនឡើយតែបងថារៀបការតាមពិតគឺកុហកអូនទេតើអ្វីដែលអូននិយាយជាការពិតមែនទេអូនមិនបានរៀបការទេបងសុំទោសមកពីបងដែលធ្វើឲ្យអូននិងកូនរងទុក្ខបែបនេះបងជំពាក់អ្នកទាំងពីរច្រើនណាស់តាំងពីអូនចាក់ចេញទៅទើបអូនដឹងថាខ្លួនឯងមានផ្ទៃពោះប៉ាបង្ខំឲ្យអូនទៅមើលមុខអ្នកថ្មីអូនមិនព្រមឡើយដោយសារខឹងពេកក៏លួចរត់ចេញមកក្រោយពីរត់មកអូនដើររកបងគ្រប់ទីរកអស់ច្រើនឆ្នាំតែគ្មានដំណឹងសោះអូនមិននឹកស្មានថាអាចជួបបងម្ដងទៀតទេរឹតតែមិននឹកស្មានថាបងក៏តាមរកអូនដែរសុំទោសណាស៊ីសុំទោសមកពីកំហុសបងទាំងអស់ធ្វើឲ្យអូននិងកូនរងទុក្ខហើយអាឆតនេះជាផ្ទះដែលបងទិញក្នុងឈ្មោះអូនបងបានទិញវីឡាមួយនៅកណ្ដាលទីក្រុងគឺដើម្បីរងចាំថ្ងៃដែលបងរកអូនឃើញដើម្បីឲ្យពួកយើងមានគ្រួសារមួយបងចង់រៀបចំពិធីការដ៏អធិកអធមឲ្យអូនដល់ឲ្យអូននិងយ៉ាវninhនៅគ្រួសារដ៏ពេញលេញមួយតើអូនព្រមរៀបការជាមួយបងទេអូនព្រមបងឆានអូនព្រមចាំមើលឈប់សិនគេឆាននេះមែនទេស្រីដែលកូនតាមរក17ឆ្នាំនោះម៉ាក់គាត់គឺជាលេនខើតែពិតគឺជាឯងសោះកាលនោះគឺពុកឯងដែលមើលងាយថាគ្រួសារគេយើងក្រហ៊ានហាមាត់ទៀតថ្លៃទឹកដោះដល់ទៅ80000គ្រួសារយើងខ្លាចជាគ្រឿងសើចរបស់អ្នកភូមិអ្នកមីងរឿងកាលនោះពិតមាត់ទីនេះគ្មានកន្លែងឲ្យឯងនិយាយទេមើលសភាពឯងពេលនេះផងគ្រាន់តែស្រីរែកអិតម្នាក់ចង់ចូលមកក្នុងត្រកូលគេផងតើឯងស័ក្តិសមទេតើឯងមានសិទ្ធិនិយាយដែរឬមើលសភាពខ្លួនឯងឥឡូវនេះផងស្រីរែកអិតម្នាក់ចង់ចូលផ្ទះត្រកូលគូផងតើឯងសំដែរទេម៉ាក់កុំនិយាយបែបនេះអីនេះឬកូនស្រីឯងធំមិនធម្មតាទេតែអ្នកណាដឹងថាជាឈាមជាប់ត្រកូលគូឬអត់ម៉ាក់និយាយផ្ដេសផ្ដាស់អីហ្នឹងឯងបាត់ខ្លួនច្រើនឆ្នាំហើយស្រាប់តែនាំកូនស្រីអាយុ17ឆ្នាំមកវិញអ្នកណាបញ្ជាក់បានថាក្មេងនេះជាកូនឯងម៉ាក់ចៅនាងគឺជាកូនស្រីរបស់ខ្ញុំបានបញ្ជាក់រួចរាល់ហើយបញ្ជាក់និយាយមកទេចង់ចូលផ្ទះត្រកូលគូត្រូវទៅធ្វើតេស្ត DNA ជាមុនសិនមុនពេលលទ្ធផលចេញមកពួកគេទាំងពីរមិនអាចឈានជើងចូលផ្ទះនេះទេគូឈិនឬពួកយើងត្រឡប់ទៅវិញទៅអ្នកណាថាពួកគេចូលផ្ទះមិនបានសៀវសៀលោកពូប៉ុន្មានឆ្នាំនេះអ្នកលំបាកហើយ
សៀវឡានអ្នកឈប់រករឿងទៅបានទេលោកគូខ្ញុំធ្វើនេះដើម្បីគ្រួសារយើងតើលោកភ្លេចហើយកាលនោះខ្ញុំបានប្រាប់លោកហើយសៀវស៊ីស្រឡាញ់គូឈិនដោយស្មោះគុំតែដោយសារឪពុករបស់នាងតែពីរឿងយកកូនស្រីដូរយកខ្សែទឹកដោះទាលុយ80000គេរៀបការជាមួយគ្នាបាត់ទៅហើយសៀវស៊ីក៏ជាជនរងគ្រោះដែរប៉ុន្មានឆ្នាំមកនេះនាងជាស្រីម្នាក់ឯងខំចិញ្ចឹមកូនឲ្យធំធាត់មើលដៃរបស់នាងចុះសុទ្ធតែក្រិនអស់ហើយបើនាងចង់បានលុយគ្រួសារយើងមែនតើនាងចាំដល់ថ្ងៃនេះទេម៉ែកាលនោះខ្ញុំនិងអាស៊ីស្រឡាញ់គ្នាស្មោះប៉ុន្មានឆ្នាំនេះខ្ញុំមិនដែលឈប់ស្វែងរកនាងទេចៅនាងគឺជាកូនស្រីរបស់ខ្ញុំហ៊ានយកកិត្តិយសមកធានាមើលភ្នែកនឹងច្រមុះក្មេងនេះឲ្យច្បាស់ទៅដូចគេឆានកាលពីក្មេងបេះបិទតើនៅមានអ្វីត្រូវសង្ស័យទៀតលោកស្រីលទ្ធផលចេញមកហើយតាមការបង្គាប់របស់លោកស្រីខ្ញុំបានស៊ើបអង្កេតស្ថានភាពលេនខលនិងកូនស្រីអស់ហើយក្រោយពីលេនខលចាក់ចេញពីគ្រួសារប៉ុន្មានឆ្នាំនេះគាត់ធ្វើការលីអេតនៅការដ្ឋានធ្វើការស៊ីឈ្នួលដើម្បីចិញ្ចឹមជីវិតយ៉ាងលំបាកវេទនាគាត់មិនបានរៀបការថ្មីទេហើយក៏គ្មានបុរសណានៅក្បែរដែរចំណែកគេយ៉ាវនេងចាប់តាំងពីកើតរហូតមកដល់ពេលនេះនៅពឹងផ្អែកគ្នាជាមួយលេនខលមិនដែលចាក់ចេញពីគាត់ក្រៅពីនេះជារបាយការណ៍តេស្តណាដែលអ្នកស្នើសុំលទ្ធផលតេស្តចេញមកហើយចុចលើលីងនៅជ្រុងខាងឆ្វេងខាងក្រោមទស្សនាភាពបន្តដ៏ជក់ចិត្ត